បាទសូមជម្រាបសួរពុកម៉ែយាយតាបងប្អូនទាំងអស់គ្នាផងដែរបាទវិលមកជួបគ្នាជាបន្តទៀតបាទជាមួយនឹងប្រភេទវីដេអូកម្សាន្តពី Channel SD Report ផងដែរបាទថ្ងៃនេះគឺថាយើងទៅទស្សនាតកតងនឹងទស្សនភាពក៏ដូចជាបាទច្រាំងសមុទ្រផ្ទៃសមុទ្រនៅក្នុងខេត្តកោះកុងដែលនៅស្ថិតនៅច្រកចាំយាមក៏ដូចជាអតីតគេហៅថាបាទសួនសត្វផងដែរបាទសម្រាប់ទស្សនភាពនៅទីនេះគឺបើសិនជារដូវវស្សាបងប្អូនណាគឺថាពោពេញទៅដោយទឹកច្រើនលហលហេវតែម្ដងបាទហើយប៉ុន្តែនៅពេលដែលល្ងាចឡើងគឺបាទផ្ទៃទឹកសមុទ្របាទគឺច្រើនហៀហូរហើយប្រសិនបើមានភ្លៀងធ្លាក់ច្រើនគឺទឹកសមុទ្របាទគៀនហ្នឹងគឺប្រែទៅជាល្អក់ពោពេញទៅដោយដីខ្សាច់បាទប៉ុន្តែបើសិនជាមិនមានការធ្លាក់ភ្លៀងទេបាទទឹកផ្ទៃសមុទ្រហ្នឹងគឺថាបាទទឹកសមុទ្រហ្នឹងគឺបាទថ្លាល្អគួរឲ្យចង់បាទងូតតែម្ដងបាទហើយសម្រាប់បងប្អូនដែលទស្សនាឃើញបាទក្របគេហៅថាដីល្អិតហ្នឹងគឺជាបាទរុនកូនក្តាមសមុទ្រណាបាទរុនកូនក្តាមសមុទ្រដែលវាបានកាយធ្វើជារុនទៅឃើញដីទូចល្អិតកវងបាទរាប់លានរាប់ម៉ឺនរាប់មិនអស់ទេបងប្អូននៅខាងជ្រាំងសមុទ្រតែម្ដងបាទសម្រាប់បងប្អូនដែលចង់ទស្សនាដើរលេងកម្សាន្តនៅផ្ទៃសមុទ្រយើងអាចដើរលេងកម្សាន្តនៅខែរដូវវស្សាក៏បានរដូវប្រាំងក៏បានដែរបងប្អូនណាបាទបើសិនជាបងប្អូនដើរលេងកម្សាន្តនៅក្នុងរដូវវស្សាគឺតកតងនឹងទិដ្ឋភាពដូចជាបាទរុក្ខជាតិឬក៏បាទគេហៅថាដើមឈើផ្សេងនៅតាមដងផ្លូវគឺមានសភាពបាទស្រស់ស្អាតស្រស់បំព្រងជាមួយនឹងផ្ទៃទឹកបាទជាមួយនឹងផ្ទៃទឹកគឺបាទខៀវស្រងាត់ហើយនៅពេលដែលបើសិនបាទពិបាកជាងគេគឺនៅពេលដែលបាទអ្វីដែលពិបាកជាងគេបន្តិចគឺនៅពេលដែលមានមេឃភ្លៀងគឺផ្ទៃទឹកសមុទ្រហ្នឹងគឺនៅគៀនប្រែទៅជាល្អក់បាទពោពេញទៅដោយដីខ្សាច់អញ្ចឹងទេតំបន់ខ្លះគឺពិបាកងូតហើយតំបន់ខ្លះគឺយើងអាចងូតបានផងដែរបាទវីដេអូនេះគឺខ្ញុំបានថតនៅអំឡុងម៉ោង5ជាងបងប្អូនណាគឺមានបងប្អូនគាត់អញ្ជើញមកធ្វើការនៅខេត្តកោះកុងក៏ដូចជាបងប្អូនខ្លះគាត់មកដើរលេងកម្សាន្តនៅក្នុងខេត្តកោះកុងបាទគាត់ឆ្លៀតយកសំណាញ់ផ្សេងបាទយកសំណាញ់ទៅបងត្រីបាទបងត្រីនៅសមុទ្រហ្នឹងបាទយើងមើលទៅគឺថាទឹកលហាចលហលហេវគិតថាมันអាចជាមានត្រីទេប៉ុន្តែដោយសារតែបងប្អូនខ្លះគាត់ធ្លាប់តែបងត្រីនៅសមុទ្រគឺគាត់បងបានអញ្ចឹងណាបាទហើយប៉ុន្តែជាស្ដែងគឺគាត់បងបានមែនបងប្អូនបាទអរគុណណាស់បងប្អូនទាំងអស់គ្នាបាទកុំភ្លេចជួយចុចពាក្យថាជាវបាទ Subscribe Like និង Share នៅ Channel SB Report ដែលជា Channel ផ្ដល់នៅវីដេអូកម្សាន្តក៏ដូចជាការថតសត្វផ្សេងចែកជូនទៅដល់បងប្អូនទាំងអស់គ្នាផងដែរបាទសម្រាប់ពេលនេះខ្ញុំបានសូមគោរពលាសូមអរគុណផងដែរបាទសូមទស្សនាជាបន្តហើយសម្រាប់ពេលនេះខ្ញុំបានសូមគោរពលាសូមអរគុណ